ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូនេះចឹងក្នុងវីដេអូនេះផងដែរយើងបន្តមេរៀនរបស់យើងទៀតគឺនៅ pre lesson យើងមិនទាន់ចូលទៅក្នុងមេរៀននៅឡើយទេគឺយើងមុននឹងចូលមេរៀនយើងត្រូវចេះទី1មេរៀនមុនអំបញ្ញវីដេអូមុននេះគឺសិក្សាអំពី alphabet ការអានអក្សរក្រមនៃភាសាអង់គ្លេសទាំង26តួអញ្ចឹងនៅក្នុងមេរៀននេះមេរៀនវីដេអូទី2នេះយើងសិក្សាអំពី consonant sound គឺសំឡេងព្យញ្ជនៈអញ្ចឹងនៅក្នុងភាសាអង់គ្លេសចាប់ពី A ក្នុងអក្សរក្រមចាប់ពី A ដល់ Z គឺយើងមាន26តួប៉ុន្តែដោយឡែកគឺយើងមានស្រៈ5 A E អូខេ A E I O ហើយនឹង U អញ្ចឹងយើងដកស្រៈទាំង5នឹងចេញវាសល់21តួអញ្ចឹងព្យញ្ជនៈរបស់យើងមាន21តួអញ្ចឹងយើងនឹងរៀនអានសំឡេងរបស់ព្យញ្ជនៈសំឡេងអូខេយើងរៀនអានសំឡេងនេះគឺដើម្បីយកសំឡេងហ្នឹងទៅរៀនប្រកបពាក្យឧទាហរណ៍ថាយើងអានពាក្យនេះមួយ B double O K ឧទាហរណ៍ណាអញ្ចឹង B យើងមិនដឹងថាពាក្យនឹងអាន book ដោយសារតែយើងដឹងថាអក្សរ B វាមានសំឡេងអីសំឡេង B double O នេះគឺស្រៈឧអញ្ចឹង B O book K នេះគឺមានសំឡេង K book និង K book ឃើញទេ book អញ្ចឹងបានយើងអាចអានពាក្យប្រកបពាក្យបានអញ្ចឹងដើម្បីឈានទៅដល់ហ្នឹងគឺយើងត្រូវចាំឲ្យមេរៀននេះគឺសំខាន់ខ្លាំងមែនតើឥឡូវដើម្បីមកខាត់ពេកយើងចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងយើងអត់អានស្រៈ A I O U ទេយើងអានតែព្យញ្ជនៈទេអញ្ចឹង B គឺមានសំឡេងB B B C S K C S K D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  អីយើងអានទេ F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  G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  H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  ហើយក៏យើងអត់អានដែរ J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  K មានសំឡេង K K K L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  M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  N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  P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  Q Q Q អានឹងអានភាគច្រើនខុសច្រើនណា Q Q R R R S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  T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  V V V W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  X X Y Y Y Z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  ចុះបងប្អូនត្រូវធ្វើយ៉ាងម៉េចព្យាយាមចាំទាំងការអាននិងចាំសំឡេងរបស់វា B B C S K D D F G G H J J ដើម្បីនៅពេលដែលយើងទៅរៀនប្រកបយើងចាំសំឡេងទាំងអស់ហ្នឹងបានយើងទៅគុំពាក្យប្រកបពាក្យណាសំឡេងអីយើងអានចូលគ្នាបានអូខេចឹងវីដេអូនេះមានតែប៉ុណ្ណឹងជួបគ្នានៅក្នុងវីដេអូមេរៀនបន្ទាប់ទៀតអរគុណទាំងអស់គ្នា